បាទសួស្តីអ្នកទាំងអស់គ្នានេះគឺជាប្រព័ន្ធវិទ្យាដូចគ្នាទេតែមួយយើងប្រើថាមើលតែមួយហើយមួយទៀតយើងប្រើថាមើលពីរបាទអញ្ចឹងវាដំណើរការដូចគ្នាដំណើរការទាំងពីរនេះគឺដំណើរការដូចគ្នាតែមួយប្រើថាមើលពីរមួយទៀតប្រើថាមើលតែមួយទេអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់បាននៅថាមើលប្រភេទនេះឬក៏ថាមើលប្រភេទនេះបងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំមានជាប្រភេទ timer ដែលយើងអាចយកទៅប្រើប្រាស់បានទាំងពីរបែបនេះបាទអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការតាក់ទងមកបានតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់ខាងក្រោមវីដេអូបាទឬក៏បងប្អូនចង់បាននៅសៀវភៅប្រព័ន្ធបញ្ជាអាចតាក់ទងមកខ្ញុំបាទខ្ញុំរាល់បងប្អូនដែលទិញសៀវភៅទៅខ្ញុំនឹងទទួលបានការ support ពីខ្ញុំផ្ទាល់ហើយខ្ញុំនឹងមានក្រុមមួយពេលដែលខ្ញុំមានវីដេអូថ្មីៗខ្ញុំនឹងបង្ហាញជូនចូលទៅក្នុងក្រុមណាហើយបើសិនជាបងប្អូនមានចម្ងល់អាចឆាតសួរនៅក្នុងក្រុមនឹងបានបាទអញ្ចឹងឥឡូវយើងមកមើលពីដំណើរការនៃប្រព័ន្ធជាទាំងពីរនេះបាទអញ្ចឹងខ្ញុំខាងនេះខ្ញុំកាច់មក manual បានខាងនេះបើយើងចង់ដាក់ auto manual ក៏ដាក់បានដែរបាទខាងនេះខាងស្ដាំដៃនេះអញ្ចឹងខាងឆ្វេងដៃនេះខ្ញុំដាក់តែខាងនេះខ្ញុំបានដាក់អញ្ចឹងបើសិនយើងចង់ដាក់ auto manual ក៏បានដែរបាទអញ្ចឹងខ្ញុំចុចប៊ូតុង start អានេះបាទតើដំណើរការបាទខ្ញុំចុចប៊ូតុង stop តើដាច់ដំណើរការចំណែកនេះវិញខ្ញុំចុចប៊ូតុង start គឺវាដើរតែម្ដងបាទអញ្ចឹងវាដើរចំណែកខាងនេះគឺខ្ញុំចុចមកខាងនេះបាទអញ្ចឹងវាចាប់ផ្ដើមដំណើរការខាងនេះខ្ញុំប្រើតាមមើលតែមួយទេតែខាងនេះខ្ញុំប្រើតាមមើលពីរបាទអញ្ចឹងនេះ15វិនាទីគឺវាឈប់សម្រាប់បាទអញ្ចឹងនេះដូចគ្នាបាទតែនេះប្រើថាមើលតែមួយទេខាងនេះប្រើពីរបាទអញ្ចឹងគឺវាធ្វើការដូចតែគ្នាទេតែមួយប្រើថាមើលមួយប្រើថាមើលពីរបាទឥឡូវអានេះខាងនេះវាសម្រាប់បាទខាងនេះនៅធ្វើការនៅឡើយទេបាទអញ្ចឹង15វិនាទីសម្រាប់បាទវាសម្រាប់ហើយខាងនេះសម្រាប់ខាងនេះធ្វើការបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់បាននៅសៀវភៅប្រព័ន្ធវិទ្យាបងប្អូនអាចតាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទឬក៏តាមរយៈ Telegram ឆាតមកផ្ទាល់មកហើយរាល់បងប្អូនដែលទិញសៀវភៅពីខ្ញុំទៅគឺទទួលបានការ support ពីខ្ញុំផ្ទាល់បាទមានចម្ងល់ត្រង់ចំណុចណាបងប្អូនអាចឆាតមកសួរបានហើយបងប្អូនមានក្រុមមួយសម្រាប់សំណួរហើយមានចម្ងល់ផ្សេងៗអាចឆាតចូលក្នុងក្រុមនឹងបានបាទសូមអរគុណកុំភ្លេចជួយ like ជួយ follow ជួយ share នៅវីដេអូនេះម្នាក់មួយផងបាទអរគុណ